បាទរនសួស្តីបងប្អូនរបស់យើងនេះថ្ងៃច្រើនជាងមុនមូលហេតុទិញចូលច្រើនជាងមុនហើយក្នុងនេះដោយសារយើងទិញមកវាតាមបាតតោរបស់យើងវាឈ្មោះច្រើនពេកឈ្មោះ15អញ្ចឹងឈ្មោះ15យើងទិញមេថែមមកវាពងតែម្សាទៅបងប្អូនពងម្សាក៏ឈប់ពងទៅបច្ចុប្បន្នយើងមានមេចូលចិត្ត20មេដែរមេស្រែណាហើយមេបាតោរបស់យើងនេះជាមានតែ3ទេមេ3ឈ្មោះ5ឈ្មោះ6ចឹងកាលណាដែលឈ្មោះទៅដល់6យើងទិញមេស្រែដាក់ព្រោះមេស្រែទិញមកថ្លៃដែរហ្នឹងមេស្រែមួយចូល 100000 អាទូចដល់ធំក៏ដល់មួយ 100000 ពេលអញ្ចឹងទៅយើងចំណាយលុយលើហ្នឹងអស់ច្រើនគួរសមដែរទៅលើការទិញមេយើងទិញគេបានទិញគេថ្លៃតែចាំមើលលក់ទៅវិញថោកដូចអាចទិញគេគិតសាក្បាលគេមកទិញវិញមិនណាយហើយគិតសាគីឡូអូខេហើយនេះគឺជាកូនហ្វាមរបស់យើងតូចមួយទេយើងចាប់ទៅតកូនហ្វាមព្រោះយើងមិនបានអាប់ដេតវាច្រើនទៅណាឆ្នាំក្រោយយើងគិតថាយើងអាចផ្គត់ផ្គង់បានច្រើនដែរយើងគិតថាអាចទៅដល់200ក្បាលចុះនៅទីនេះបើស្រះនេះណាវាលេង200ក្បាលយើងនឹងរៀបចំពីមួយវគ្គទៅមួយវគ្គតែយើងនៅថាការចិញ្ចឹមយ៉ាងច្រើនវាថងដល់អ្នកចិត្តខាងតែដឹងធ្វើមិនទេតែយើងនឹងរៀបចំមួយកន្លែងទៅមួយកន្លែងដើម្បីឲ្យរីកចម្រើនជាងហ្នឹងណាឥឡូវនឹងវាចាប់ផ្ដើមដោយមេញ៉ាច់ហ្នឹងហើយចន់ចាប់ផ្ដើមឡើងចន់ញីបហើយតែគេចង់ចាប់ផ្ដើមស្រែកញ៉ែ